ស្រេចបានផលមិនមែន40ឆ្នាំនេះឃើញតែវេទនារឿងស្រូវអង្គនឹងទេចុងកទួអង្កាមផែអង្កាមរាល់ថ្ងៃនេះគេដឹកឡើងទុំទាំងអស់គេដុតផែអង្កាមសល់ជាផែគេកិនជាជីលក់ឲ្យយើងវិញទៀតយើងមានអារម្មណ៍ថាយើងអន់នេះចង់ឲ្យទីផ្សារស្រូវនៅកម្ពុជាមានពិតប្រាកដលុះត្រាកូនខ្មែរទាំងអស់ជួយកសិករគឺជួយរៀនបង្កើតទីផ្សារក្នុងស្រុកដោយខ្លួនឯងដោយមិនចាំបាច់ស្រែកពឹងខាងណាឲ្យធ្វើទេបើស្រែកបានផលមិនមែន40ឆ្នាំនេះឃើញតែវេទនារឿងស្រូវអង្គនឹងទេចឹងការរៀនបង្កើតទីផ្សារក្នុងស្រុកគឺបង្កើតដោយរបៀបម៉េចគឺបងប្អូនត្រូវតែរកអ្នកណាម្នាក់ដែលបង្កើតទីផ្សារក្នុងស្រុកជូនកសិករដោយការទិញលក់ស្រូវអង្គក្នុងទិញស្រូវក្នុងតម្លៃមួយដែលពលរដ្ឋចង់បានឧទាហរណ៍ជាក់ស្ដែងអំពីខ្ញុំទៅវិញខ្ញុំស្ថាបនិកអង្គបេះដូងខ្មែរខ្ញុំបានចូលទៅទិញស្រូវពីកសិករតម្លៃ850ឬ900ខ្ញុំសន្យាឲ្យខ្ញុំសច្ចាប្រតិធានថាអង្គបេះដូងខ្មែរនេះខ្ញុំនឹងទិញពីកសិករតម្លៃ850 900ខ្ញុំយកមកកិនលក់ជូនបងប្អូនពិសា 115,000 ដឹកទូទាំងប្រទេសហើយនឹង 110,000 ដឹកក្នុងភ្នំពេញអញ្ចឹងឧទាហរណ៍បងប្អូនគ្រប់គ្រងខ្ញុំឲ្យសូមមួយឆ្នាំមកលានគ្រួសារសូមតែមួយលានក្រុងឧទាហរណ៍ហ្នឹងបងណាមិនមែនថាខ្ញុំលោភលន់ច្រើនទេតែសម័យមើលទៅទូទាំងប្រទេស17លានអ្នកជាងមានមួយលានគ្រួសារហើយមួយគ្រួសារហូបតែមួយក្រុងបានហើយអញ្ចឹងខ្ញុំបានមួយលានក្រុងស្មើនឹង50លានគីឡូអង្គ50លានគីឡូអង្គវាស្មើនឹង50,000 តោន50,000 តោនអង្គគុណនឹងស្រូវជាង 10,000 តោនស្រូវ 10,000 តោនស្រូវអញ្ចឹងឧទាហរណ៍ថា 10,000 តោនស្រូវក្នុងមួយឆ្នាំគឺយើងបានជួយក្នុងមួយឆ្នាំ 10,000 តោនជាងស្រូវចុះបើសិនជាក្នុងមួយគ្រួសារមួយឆ្នាំហូបដល់ទៅ10ក្រុងវិញអញ្ចឹងយើងមិនជួយបាន1លានតោនជាងទេជាង1លានតោនស្រូវក្នុងមួយឆ្នាំហើយសួរការបង្កើតទីផ្សារក្នុងស្រុកដល់ទៅ1លានតោនស្រូវ1លានតោនស្រូវក្នុងស្រុកតើអញ្ចឹងយើងវាមិនអាចជួយកសិករបានច្រើនទេមែនទេបាទអានោះទី1អញ្ចឹងនៅពេលណាដែលយើងដាក់តម្លៃស្រូវ900រៀលមួយឆ្នាំយើងជួយទិញដល់ទៅ1លានតោនអញ្ចឹងមិនថារោម៉ាស៊ីនមិនថាឈ្មោះក្នុងស្រុកឬក្រៅស្រុកទេចង់បញ្ចេញតម្លៃតតែគាត់ទិញតម្លៃ900ឬក៏លើស900ដែរអាហ្នឹងទៅគាត់មានត្រូវទិញតែបើអត់ទេគឺកសិករលក់ឲ្យអង្គបេះដូងខ្មែរគឺលក់ឲ្យប្រជាពលរដ្ឋតែខ្មែរកំពុងទិញហូបដែលគ្រប់គ្រងអង្គបេះដូងខ្មែរអញ្ចឹងអាហ្នឹងហើយដែលពលរដ្ឋចង់បានអាហ្នឹងហើយដែលការបង្កើតទីផ្សារក្នុងស្រុកហើយសួរថាបើយើងជួយកសិករបែបហ្នឹងហើយឧទាហរណ៍វិញ1លានតោនជាងក្នុងមួយឆ្នាំផលចំណេញគឺមាន5សំខាន់ទី1បងប្អូនទិញស្រូវពីកសិករគឺកសិករបានរួចថ្លៃជីរួចថ្លៃធនាគារសល់អាហារ3ពេលបន្តអាជីវកម្មគាត់ទៀតគឺគាត់ចំណេញទីផ្សារមួយដែលថេរប្រកាសដែលកើតឡើងពីកូនខ្មែរដោយមិនបាច់វឹងដង្ហើមគេដកទី2វត្ថុធាតុដើមកញ្ចុងកទួអង្កាមផែអង្កាមរាល់ថ្ងៃនេះគេដឹកឡើងទុំទាំងអស់គេដុតផែអង្កាមសល់ជាផែគេកិនជាជីលក់ឲ្យយើងវិញទៀតយើងមានអារម្មណ៍ថាយើងអន់នេះទី3កម្លាំងពលកម្មសិតតែជាកូនខ្មែរទាំងអ្នកលក់ទាំងអ្នកទិញទាំងអ្នកជ្រូលទាំងនេះគឺកូនខ្មែរទាំងអស់ទី3ថវិកាក្នុងស្រុកអត់បែកទៅក្រៅទេគឺយើងទិញគ្នាឯងទិញគ្នាយើងជួយគ្នាយើងបង្កើតទីផ្សារក្នុងស្រុកនឹងលែងមានពាក្យ600 700ទៀតហើយគឺគ្រប់ត្រអង្គបេះដូងខ្មែរហូបគឺមាន900 800 900ពេញរាល់ឆ្នាំហ្មងណាឈ្មោះចក្រៅស្រុកចង់ទិញឲ្យ1000អូខេអាហ្នឹងដែលពលរដ្ឋចង់បានទី5បងប្អូនទិញអង្គពីដេប៉ូគេគឺតម្លៃពី10,000ទៅ310,000តែទិញអង្គបេះដូងខ្មែរតែ11,000ក្នុងពេញ 115,000 នៅតាមបណ្ដាខេត្តអញ្ចឹងបងប្អូនចំណេញ 15,000 ឬក៏ 10,000ឧទាហរណ៍ថាមួយក្រុងបងប្អូនចំណេញ 10,000 ខ្ញុំ1លានក្រុងអញ្ចឹងប្រជាជន